Hello 大家好សួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺយើងមកបន្តសិក្សាមេរៀនយើងទៀតបាទអញ្ចឹងចំពោះមេរៀនយើងថ្ងៃនេះគឺសិក្សាអត្ថបទខ្លីបាទ我一个人走在路上我一个人走在路上អញ្ចឹងចំពោះចំណងជើងយើងគឺបែបហ្នឹងបាទខ្ញុំដើរម្នាក់ឯងនៅលើផ្លូវបាទអញ្ចឹងមុនពេលយើងមកមើលអត្ថបទខ្លីមួយនេះបាទសូមបងប្អូនជួយ follow ក៏ដូចជា subscribe ម្នាក់មួយជាកម្លាំងចិត្តដល់រូបខ្ញុំដើម្បីធ្វើមេរៀនថ្មីបន្តទៀតណាបាទអញ្ចឹងឥឡូវយើងទៅមើលពាក្យបន្តិចសិនណាបងប្អូនបាទអូខេអញ្ចឹងពាក្យគឺខ្ញុំបានរៀបចំនួន4ខ្ញុំគិតថាពាក្យនេះបងប្អូនគួរតែស្វែងយល់ដោយសារមានបងប្អូនខ្លះគាត់អត់ទាន់យល់ពាក្យទាំងអស់នេះអញ្ចឹងណាអញ្ចឹងចំពោះបងប្អូនដែលគាត់ចេះហើយអត់អីទេណាបាទអញ្ចឹងពាក្យទី1នេះគឺយើងអានថាលូសាំងអូខេអញ្ចឹងពាក្យថាលូសាំងគឺយើងបកថាលើផ្លូវឬក៏តាមផ្លូវបាទ我在路上我一个人在路上ខ្ញុំនៅលើផ្លូវម្នាក់ឯងអញ្ចឹងទៅបាទ喂现在你在哪里 Hello នៅណា现在我在路上ឥឡូវនេះខ្ញុំកំពុងតែនៅតាមផ្លូវបាទហ្នឹងក៏យើងអាចប្រើពាក្យលូសាំងបានដូចគ្នាអូខេប៉ុន្តែនៃលើផ្លូវនេះដូចពាក់ព័ន្ធនឹងអត្ថបទខ្លីយើងអញ្ចឹងគឺគាត់ចាំមានថាគាត់ដើរតែម្នាក់ឯងអញ្ចឹងណាបាទអញ្ចឹងក៏គេប្រើពាក់ព័ន្ធជាមួយនឹងពាក្យលូសាំងដូចគ្នាពាក្យទី2អានជីងគឺស្ងប់ស្ងាត់បាទឬក៏ស្ងាត់នឹងឯងបាទ这里很安静ទីនេះគឺស្ងាត់មែនតើទី3សិនពៀនអូខេពាក្យថាសិនពៀននេះគឺក្បែរខ្លួនបាទក្បែរខ្លួនចៃវ៉ាសិនពៀននៅក្បែរខ្លួនខ្ញុំអញ្ចឹងទៅបាទអញ្ចឹងពាក្យថាសិនពៀនគឺយើងបកថាក្បែរខ្លួនបាទពាក្យទី4គូតានអូខេអញ្ចឹងពាក្យថាគូតានគឺយើងបកថាឯកោបាទឯកោម្នាក់ឯងគឺឯកោអញ្ចឹងពាក្យថាឯកោជាភាសាចិនយើងនិយាយថាគូតានបាទឯកោអូខេអញ្ចឹងពាក្យយើងមាន4ហ្នឹងបាទឥឡូវបងប្អូនអានជាមួយខ្ញុំបន្តិចបាទ路上安静身边孤单អូខេឥឡូវយើងទៅមើលអត្ថបទខ្លីយើងវិញបាទអញ្ចឹងខ្លីៗណាបងប្អូនបាទងាយយល់ហើយក៏អត់ពិបាកទេដែរឥឡូវខ្ញុំមកសម្រាយពាក្យមួយសិនបន្ទាប់មកយើងនឹងបកប្រែយកតែម្ដង我一个人走在路上បាទ一个人ពាក្យថា一个人ត្រង់នេះគឺម្នាក់ឯងបាទម្នាក់ឯងណាបាទ一个人ម្នាក់ឯង走在路上ពាក្យថាចូលនោះគឺដើរបាទ路上លើផ្លូវបាទ很慢អូខេ慢គឺយឺតបាទ也很安静បាទអានជីងគឺស្ងប់ស្ងាត់ឬក៏ស្ងាត់នឹងឯងបាទអានជីង没有人在身边បាទ在身边មានថានៅក្បែរខ្លួនឬអូខេយើងអាចថា在身边នៅក្បែរខ្លួនបាទតែពេលក្បែរខ្លួន身边បាទ也没有什么话可以说បាទ没有什么话ពាក្យថា话គឺការនិយាយស្ដីរបស់យើងហ្នឹងណាបាទ没有什么话可以说人很多但我觉得很孤单បាទ觉得ហ្នឹងគឺយល់ថាឬក៏គិតថាអីចឹងណាបាទឬក៏ដោយសារនេះខ្ញុំបកឲ្យស៊ីនៅក្នុងអត្ថបទគឺខ្ញុំអាចនឹងបកថាមានអារម្មណ៍ថាអីចឹងទៅបាទអូខេ孤单គឺឯកោ我想笑但笑不出来បាទ想笑ពាក្យថា笑គឺសើចឬក៏ញញឹមអីចឹងណាបងប្អូនបាទពាក្យថា笑ត្រង់នេះអញ្ចឹងពាក្យថា但就是但是ប៉ុន្តែបាទ笑不出来បាទ不出来ហ្នឹងមានន័យថាមិនចេញបាទក៏ចង់មានថាញញឹមមិនចេញណាបាទ笑不出来អញ្ចឹងទៅបាទ每天都一样បាទ每天ហ្នឹងគឺរាល់ថ្ងៃបាទ都一样ដូចគ្នា都一样ដូចគ្នា我也不知道为什么បាទ不知道មានន័យថាមិនដឹង为什么ហេតុអ្វី只是觉得
只是款待吧款待别他只是觉得有他ឬក៏មានអារម្មណ៍ថាអញ្ចឹងទៅបាទ心里很冷បាទ心里ក្នុងចិត្តបាទ很冷គឺរងាបាទតែបើទៅត្រង់ពាក្យលឹងនោះគឺត្រជាក់ប៉ុន្តែដោយសារនេះពាក្យពាក់ព័ន្ធនឹងចិត្តរបស់យើងបកថាវារងាអីចឹងណាបាទអូខេឥឡូវយើងបកប្រែរួមវិញណាបងប្អូនបាទគឺខ្ញុំបានបញ្យល់ពាក្យមួយជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយតោះឥឡូវយើងបកវិញបាទ我一个人走在路上很慢也很安静ខ្ញុំដើរម្នាក់ឯងនៅលើផ្លូវយឺតបាទ很慢ហើយស្ងប់ស្ងាត់ណាស់បាទមកត្រង់មកកាត់ហ្នឹងណា我一个人走在路上很慢也很安静没有人在身边也没有什么话可以说没有人在身边គ្មាននរណានៅក្បែរខ្លួនបាទគ្មាននរណានៅក្បែរខ្លួន没有人在身边គ្មាននរណាម្នាក់ឬក៏គ្មាននរណានៅក្បែរខ្លួន也没有什么话可以说ហើយក៏គ្មានអ្វីត្រូវនិយាយដែរបាទ也没有什么话可以说但我觉得很孤单បាទ但我觉得很孤单ប៉ុន្តែខ្ញុំមានអារម្មណ៍ថាឯកោបាទ我想笑但笑不出来我想笑មានន័យថាខ្ញុំចង់សើចបាទ但笑不出来តែសើចមិនចេញបាទ每天都一样រាល់ថ្ងៃគឺដូចគ្នាបាទ每天都一样មានថារាល់ថ្ងៃគឺបែបហ្នឹងបាទដដែលអញ្ចឹងបាទ我也不知道为什么ហើយក៏ខ្ញុំមិនដឹងថាហេតុអ្វីដែរបាទ我也不知道为什么只是觉得心里很冷只是觉得ប៉ុន្តែគ្រាន់តែដឹងថាក្នុងចិត្តគឺរងាខ្លាំងណាស់អូខេឥឡូវខ្ញុំអានម្ដងទៀត我一个人走在路上很慢也很安静ឯងខ្ញុំដើរម្នាក់ឯងនៅលើផ្លូវបាទយឺតហើយស្ងប់ស្ងាត់ណាស់没有人在身边也没有什么话可以说គ្មាននរណានៅក្បែរហើយក៏គ្មានអ្វីត្រូវនិយាយដែរ人很多但我觉得很孤单ខ្ញុំចង់សើច每天都一样我也不知道为什么រាល់ថ្ងៃគឺដូចគ្នាហើយខ្ញុំក៏មិនដឹងថាហេតុអ្វីដែរ只是觉得心里很冷គ្រាន់តែមានអារម្មណ៍ថាក្នុងចិត្តគឺរងាខ្លាំងណាស់អញ្ចឹងចំពោះមេរៀនយើងថ្ងៃហ្នឹងបាទ我一个人走在路上បាទខ្ញុំដើរម្នាក់ឯងនៅលើផ្លូវបាទគឺបានចប់ហើយអត្ថបទខ្លីថ្ងៃនេះអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើមេរៀនថ្មីបន្តទៀតជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយជាចុងក្រោយបងប្អូនកុំភ្លេចណាជួយ follow ឬក៏ subscribe ឬក៏ share ចែកម្លែកផងពាក់ព័ន្ធនឹងមេរៀនដែលខ្ញុំធ្វើថ្ងៃនេះខ្ញុំនឹងព្យាយាមធ្វើមេរៀនថ្មីបន្តទៀតអរគុណច្រើន